តើអ្នកដឹងទេថាត្រីបាឡាញខ្លះគឺប្រៀបដូចជាតារាចម្រៀងរ៉ុកខ្ញុំកំពុងនិយាយអំពី កាហ្វេ Avatar មានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនអាចសាកល្បងបានជាមួយនឹងរសជាតិកាហ្វេខ្មែរនិងកាហ្វេដែលបានមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀតជាមួយនឹងក្រុមហ៊ុនកាហ្វេ Avatar ដែលគ្រាន់តែធ្វើការ comment ឬឆាតចូល page កាហ្វេ Avatar ហើយសរសេរពាក្យថាខ្ញុំចង់សាកនោះខាងក្រុមការងារនឹងយកកាហ្វេទៅឲ្យបងប្អូនសាករសជាតិដល់ទីតាំងដោយមិនគិតថ្លៃនិងមិនគិតសេវាអ្វីទាំងអស់ និយាយអំពីត្រីបាឡាញខ្នោគោ Humpback-whale សត្វយក្សស្លូតបូតទាំងនេះល្បីល្បាញដោយសារបទចម្រៀងរបស់ពួកវាដែលមានភាពស្មុគស្មាញនិងស្រស់ស្អាតមិនគួរឲ្យជឿប៉ុន្តែអ្វីដែលអស្ចារ្យនោះគឺនៅក្នុងចំនួនប្រជាសាស្ត្រតែមួយត្រីបាឡាញឈ្មោលទាំងអស់ច្រៀងបទចម្រៀងតែមួយវាដូចជាបទចម្រៀងល្បីល្បាញទូទាំងពិភពលោកដែលត្រីបាឡាញឈ្មោលខ្នោះគោគ្រប់រីកស្គាល់អ្វីដែលរឹតតែអស្ចារ្យនោះគឺបទចម្រៀងនេះវិវត្តទៅតាមពេលវេលាពួកវានឹងបន្ថែមចំណុចថ្មីៗបដូរចង្វាក់ហើយទីបំផុតបទចាស់នឹងត្រូវបានជំនួសដោយបទថ្មីស្រឡះអ្នកវិទ្យាសាស្ត្រជឿថាបទចម្រៀងទាំងនេះត្រូវបានប្រើសម្រាប់ការប្រស័យទាក់ទងហើយអ្នកក៏បានស្មានត្រូវដែរគឺដើម្បីទាក់ទាញត្រីបាឡាញនេះដូច្នេះលើកក្រោយអ្នកដែលឮសំឡេងបទចម្រៀងត្រីបាឡាញសូមចាំថាអ្នកកំពុងស្ដាប់ក្រុមតន្ត្រីបុរាណដ៏ធំបំផុតនៅក្នុងមហាសមុទ្របើសិនជាអ្នកយល់ថាវាគួរឲ្យចាប់អារម្មណ៍សូមចុចប៊ូតុង like និងចុច subscribe សម្រាប់ការពិតនៃសត្វដ៏អស្ចារ្យជាច្រើនទៀតសូមអរគុណសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយ